យើងខ្ញុំសូមគោរពនឹងជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាដែលនិយមតាមដានស្ដាប់និងទស្សនាវីដេអូនៅក្នុង Channel អត្ថប្រយោជន៍របស់យើងខ្ញុំផងដែរនៅក្នុងគណៈពេលនេះបងប្អូនយើងបាទយើងខ្ញុំក៏បានវិលមកជួបនឹងបងប្អូនសាជាថ្មីម្ដងទៀតរួចហើយក៏បានលើកយកក៏ដូចជាដកស្រង់ទៅនឹងអត្ថបទសុខភាពមួយទៀតដើម្បីជាការចែករំលែកទៅដល់បងប្អូនឲ្យបានដឹងតាក់ទងទៅនឹងមើមប៉ែកក់ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងទៅដល់សុខភាពដែលបងប្អូនមិនគួរមើលរំលងណាហើយអត្ថបទសុខភាពមួយនេះយើងខ្ញុំក៏បានដកស្រង់ចេញពីគេហទំព័ររបស់ Hello គ្រូពេទ្យដើម្បីជាការចែករំលែកបន្តទៅដល់បងប្អូនឲ្យបានដឹងផងដែរបាទដូច្នេះដើម្បីកុំឲ្យបងប្អូនទន្ទឹងរង់ចាំស្ដាប់យូរបាទសូមបងប្អូនទាំងអស់គ្នាមកតាមដានស្ដាប់ជាមួយនឹងយើងខ្ញុំដូចតទៅប៉ែកក់គឺជាមើមរុក្ខជាតិវល្លិម្យ៉ាងដែលខ្មែរយើងហៅថាដំឡូងរលួសឯចិនវិញហៅថាប៉ែកក់ប៉ែកក់នេះគឺមានរសជាតិផ្អែមនិងសម្បូរទៅដោយសារធាតុចិញ្ចឹមសុទ្ធតែមានប្រយោជន៍ដល់សុខភាពតែប៉ែកក់នេះមានអត្ថប្រយោជន៍អ្វីខ្លះទៅដល់សុខភាពសារធាតុចិញ្ចឹមនៅក្នុងមើមប៉ែកក់មួយមើមទម្ងន់ប្រហែល130ក្រាមមានកាឡូរី49កាឡូរីកាបូនអ៊ីដ្រាត12ក្រាមប្រូតេអ៊ីន1ក្រាមជាតិខ្លាញ់ 0.1 ក្រាមវីតាមីន C 44% នៃកម្រិតតម្រូវការប្រចាំថ្ងៃហ្វូឡេត 4% នៃកម្រិតតម្រូវការប្រចាំថ្ងៃជាតិដែក 4% នៃកម្រិតតម្រូវការប្រចាំថ្ងៃម៉ាញ៉េស្យូម 4% នៃកម្រិតតម្រូវការប្រចាំថ្ងៃប៉ូតាស្យូម 6% នៃកម្រិតតម្រូវការប្រចាំថ្ងៃម៉ង់កាណេស 4% នៃកម្រិតតម្រូវការប្រចាំថ្ងៃក្រៅពីនេះប៉ែកក់ក៏មានវីតាមីន E ថៃយ៉ាមិនវីតាមីន B1 និងវីតាមីន B6 អាស៊ីតផេនតូថេនីនកាល់ស្យូមផូស្វ័រសេលេញូមសង្កសីស្ពាន់រីផ្លាបូវីននិងបេតាការ៉ូតែនប៉ែកក់ក៏មានជាតិសរសៃនិងជាតិទឹកខ្ពស់ប៉ែកក់មួយមើមទម្ងន់130ក្រាមមានជាតិសរសៃ 17% នៃកម្រិតតម្រូវការប្រចាំថ្ងៃសម្រាប់បុរសនិង 23% នៃកម្រិតតម្រូវការប្រចាំថ្ងៃសម្រាប់ស្ត្រីអត្ថប្រយោជន៍សម្រាប់សុខភាពចំណុចទី1សុខភាពបេះដូងមើមប៉ែកក់មានសារធាតុចិញ្ចឹមច្រើនដែលជាជម្រើសដ៏ល្អដល់សុខភាពបេះដូងប៉ែកក់ក៏មានជាតិសរសៃរលាយដែលអាចជួយបញ្ចុះកម្រិតកូលេស្តេរ៉ុលដោយការពារមិនឲ្យទឹកមាត់ឡើងមកវិញក្នុងពោះវៀននិងការពារថ្លើមមិនឲ្យបង្កើតកូលេស្តេរ៉ុលបន្ថែមការសិក្សាជាច្រើនបានបង្ហាញថាការបង្កើនការញ៉ាំជាតិសរសៃអាចកាត់បន្ថយកូលេស្តេរ៉ុលនិងខ្លាញ់អាក្រក់ LDL បានប៉ែកក់ក៏មានប៉ូតាស្យូមដែលអាចបញ្ចុះសម្ពាធឈាមដោយជួយសម្រួលដល់សរសៃឈាមការសិក្សាមួយបានឲ្យដឹងថាប៉ូតាស្យូមអាចកាត់បន្ថយសម្ពាធឈាមនិងការពារជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបន្ថែមពីនេះប៉ែកក់ក៏ជួយសម្រួលដល់ចរន្តឈាមព្រោះមើមរុក្ខជាតិវល្លិនេះមានជាតិដែកនិងស្ពាន់ដែលសំខាន់សម្រាប់គ្រាប់ឈាមក្រហមចំណុចទី2ការរំលាយអាហារជាតិសរសៃអាចជួយដល់ការបន្តបង់ឲ្យកាន់តែមានភាពងាយស្រួលប៉ែកក់ផ្ទុកជាតិសរសៃមួយប្រភេទឈ្មោះអ៊ីណូលីនការសិក្សាជាច្រើនបានបង្ហាញថាអ៊ីណូលីនអាចជួយដល់ការបន្តបង់ឲ្យបានទៀងទាត់សម្រាប់អ្នកមានបញ្ហាទល់លាមកម្យ៉ាងទៀតប៉ែកក់ក៏សម្បូរទៅដោយជាតិទឹកហើយជួយសម្រួលដល់ការទល់លាមកនិងបំពេញជាតិទឹកដល់រាងកាយចំណុចទី3ល្អសម្រាប់បាក់តេរីក្នុងពោះវៀនសារធាតុអ៊ីណូលីនដែលមាននៅក្នុងប៉ែកក់គឺជាជាតិសរសៃព្រីបាយអូទិកគឺជាសារធាតុដែលបាក់តេរីនៅក្នុងរាងកាយអាចប្រើនិងមានប្រយោជន៍ដល់សុខភាពអាហារដែលមានព្រីបាយអូទិកច្រើនបង្កើនបាក់តេរីល្អនិងបន្ថយបាក់តេរីមិនល្អនៅក្នុងពោះវៀនការញ៉ាំអាហារមានព្រីបាយអូទិកជួយដល់ការលូតលាស់របស់បាក់តេរីដែលអាចកាត់បន្ថយជំងឺរ៉ាំរ៉ៃផ្សេងៗដូចជាជំងឺបេះដូងជំងឺទឹកនោមផ្អែមជំងឺធាត់និងជំងឺតម្រងនោមចំណុចទី4ជំងឺមហារីកប៉ែកក់មានសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីន C វីតាមីន E សេលេញូមនិងបេតាការ៉ូតែនសារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះកម្ចាត់ពពួករ៉ាឌីកាល់សេរីដែលបង្កឲ្យមានការខូចខាតដល់កោសិកានិងជំងឺមហារីកដោយបានលើកឡើងខាងលើថាមើមប៉ែកក់មានជាតិសរសៃដែលអាចការពារជំងឺមហារីកពោះវៀនធំការសិក្សាមួយបានបង្ហាញថាអ្នកញ៉ាំជាតិសរសៃច្រើនជាង27ក្រាមក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យជំងឺមហារីកពោះវៀនធំ 50% បើធៀបនឹងអ្នកញ៉ាំជាតិសរសៃតិចជាង11ក្រាមលើសពីនេះមើមរុក្ខជាតិវល្លិក៏មានជាតិសរសៃព្រីបាយអូទិកដែលព្រីបាយអូទិកអាចបន្ថយហានិភ័យជំងឺមហារីក
ដោយបង្កើនចំនួនបាក់តេរីល្អក្នុងពោះវៀននិងពង្រឹងការឆ្លើយតបប្រព័ន្ធភាពស៊ាំចំណុចទី5សម្រកទម្ងន់ពេកគក់សម្បូរទៅដោយជាតិសរសៃនិងជាតិទឹកធ្វើឲ្យឆាប់ឆ្អែតនិងឆ្អែតបានយូរហើយជាតិសរសៃនៅក្នុងមើមនេះជួយរក្សាលំនឹងជាតិស្ករនៅក្នុងឈាមជាតិសរសៃពន្យឺតការរំលាយអាហារដែលការពារមិនឲ្យកម្រិតជាតិស្ករនៅក្នុងឈាមកើនលឿនក្រោយពីញ៉ាំអាហារបាទអស់លោកស្រីបងប្អូនទាំងអស់គ្នាបាទនេះគឺជា5ចំណុចដែលមើមពេកគក់មានប្រយោជន៍ទៅដល់សុខភាពដែលបងប្អូនមិនគួរមើលរំលងណាបងប្អូនខ្លះក៏គាត់ដឹងអំពីអត្ថប្រយោជន៍ពីមើមពេកគក់បងប្អូនខ្លះក៏អត់ដឹងដែរបាទអញ្ចឹងហើយទើបយើងខ្ញុំដកស្រង់អត្ថបទមួយនេះដើម្បីជាការចែករំលែកទៅដល់បងប្អូនយើងឲ្យបានដឹងតាក់ទងទៅនឹងមើមពេកគក់នេះហើយអត្ថបទនេះយើងខ្ញុំក៏បានដកស្រង់ចេញពីគេហទំព័ររបស់ Hello គ្រូពេទ្យដើម្បីជាការចែករំលែកបន្តទៅដល់បងប្អូនទាំងអស់គ្នាបាទអរគុណហើយចំពោះអត្ថបទសុខភាពថ្ងៃនេះក៏យើងខ្ញុំបានបញ្ចប់ត្រឹមតែប៉ុណ្នេះហើយមុននឹងបញ្ចប់ក៏សូមខន្តីភ័យទោសរាល់កំហុសខុសឆ្គងដែលកើតមានហើយក៏សូមគោរពជូនពរទៅដល់បងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលាផងដែរសម្រាប់ពេលនេះយើងខ្ញុំសូមអរគុណសូមជម្រាបលា